ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកធ្វើសម្លបញ្ជូរគ្រឿងបងប្អូនចាសម្លបញ្ជូរគ្រឿងបងប្អូនដំបូងថាសម្លបញ្ជូរគ្រឿងនេះគឺស្លសាច់គោដល់តែលទ្ធផលចុងក្រោយដូចជាឆ្អឹងជំនីវិញដោយសារនឹកឃើញថាបើសិនណាខ្ញុំស្លបញ្ជូរគ្រឿងសាច់គោម៉ាក់ប៉ាក្មេងខ្ញុំញ៉ាំអត់កើតអញ្ចឹងក៏ដូរឆ្អឹងជំនីទៅសាច់គោហាន់ហើយក៏យកទៅទុកវិញឥឡូវមកបុកគ្រឿងបងប្អូនចានិយាយទៅម៉ាក់ប៉ាក្មេងខ្ញុំគាត់ជាពិសេសម៉ាក់ក្មេងខ្ញុំអីហ្នឹងគាត់ប៉ាកែញ៉ាំម្ហូបខ្មែរដូចខ្ញុំនិយាយអញ្ចឹងកំពុងហាន់ដំបូងថានឹកឃើញថាធ្វើញ៉ាំមួយកូនមួយអីចឹងបងប្អូនដល់តែមានណានឹកឃើញថាបើយើងធ្វើហើយគាត់ឃើញអញ្ចឹងគាត់ចង់ញ៉ាំដែរគាត់នឹកឃើញអញ្ចឹងដូរសាច់ទៅក៏យកឆ្អឹងជំនីជ្រូកយកមកធ្វើជំនួសសាច់គោចិត្តដាច់បើសិនណាធ្វើញ៉ាំទៅគាត់ចង់ញ៉ាំអត់បានញ៉ាំអញ្ចឹងក៏មានតែដូរសាច់ទៅគាត់បានញ៉ាំដែរអញ្ចឹងបងប្អូនហើយនេះជាវិធីស្លម្ជូរគ្រឿងរបស់ខ្ញុំនឹងឯងនិយាយទៅវាអត់មានថាខុសប្លែកអីគ្នាប៉ុន្មានទេបងប្អូនគាត់ថាឲ្យតែមានស្លប្រើគ្រឿងអីហ្នឹងនាងខ្ញុំតែងតែប្រើខ្ទិះហើយនិយាយទៅខ្ញុំចូលចិត្តចំណូលហើយឆ្អឹងជំនីនេះមិនអាឆ្អឹងនេះបងប្អូនអាឆ្អឹងរបៀបថាមានឆ្អឹងស្រួយហើយមានអារបៀបខ្លាញ់ខ្ញុំមិនដឹងនិយាយមែនអាឆ្អឹងមានជាប់ខ្លាញ់ជាប់ឆ្អឹងស្រួយអីហ្នឹងណាពេលផុយទៅឆ្ងាញ់ឆ្អឹងកន្លែងហ្នឹងបងប្អូនហើយខ្ញុំអត់ចូលចិត្តដាក់ទឹកច្រើនទេខ្ញុំធ្វើរៀងខាប់មិនខាប់ខ្លាំងមកមុំទឹកអាមុំកាអញ្ចឹងបងប្អូនស្លទឹកច្រើនពេកក៏អត់ឆ្ងាញ់ដែរហើយមកទឹកកាអីឲ្យស្មើគ្នាអញ្ចឹងទៅបានឆ្ងាញ់សម្លនិយាយទៅហើយខានស្លមករយៈធំដែរហ្នឹងរឿងស្លម្ជូរគ្រឿងតើគួរណាធំសានេះអត់មានទេបងប្អូនអើយមានតែទូចអញ្ចឹងថ្ងៃនេះមានតែទូចនឹងឯង